กុំចេះតែហ៊ានកុំចេះតែឆ្លៀនពៀនចោលសៀមទាំងឡាយពេលនេះម៉ោងនេះទាហានថៃជាង500នាក់ហើយស្លាប់នៅលើសមរភូមិកម្ពុជាវាយបកមិនដកដៃសមរភូមិថ្មដានិងខេត្តព្រះវិហារសាកសោកទាហានថៃត្រូវបានរាយប៉ាយពេញព្រៃនេះគឺជារបាយការណ៍ពិសេសកុំមើលស្រាលទាហានខ្មែរ3ថ្ងៃនៃសង្គ្រាមថៃបាត់បង់ទ័ពជាង1500នាក់ឯណោះស្លាប់និងរបួសនេះគឺជាដំណឹងបន្ទាន់แชร์ដើម្បីលើកទឹកចិត្តកម្លាំងទ័ពកម្ពុជារបស់យើងហើយឥឡូវនេះពួកទ័ពយោធាថៃកំពុងតែស្លន់ស្លោភ័យពាក់ព័ន្ធទៅនឹងអាវុធដ៏ខ្លាំងក្លារបស់កម្ពុជា PHL 03ដែលនឹងជម្រាបបន្ថែមនៅក្រោមវីដេអូមួយនេះប្រិយមិត្តជាទីមេត្រីជួយ share ជាបន្ទាន់ដំណឹងដ៏អបអរសាទរវីរៈកងទ័ពកម្ពុជាដ៏អង់អាចក្លាហានកំចាត់សត្រូវឈ្លានពានរយៈពេល3ថ្ងៃកន្លងមកនេះចាប់តាំងពីថ្ងៃទី7ធ្នូគឺជាពេលវេលាដែលប្រវត្តិសាស្ត្របានកត់ត្រាទុកបានចារទុកនៅភាពអង់អាចក្លាហានមិនអាចកាត់ថ្លៃបានរបស់កងយុទ្ធពលខេមរៈភូមិន្ទកម្ពុជាគណៈដែលសត្រូវមានបំណងឈ្លានពានចូលទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជាពួកគេបានជួបនឹងការបាត់បង់និងការតបតយ៉ាងចាស់ដៃបំផុតដែលពួកគេមិនធ្លាប់នឹកស្មានដល់ធ្លាប់តែគម្រាមកម្ពុជាវាយកម្ពុជាស្មានតែកម្ពុជាខ្លោបខ្លាយយ៉ាងមានអីស្ងាត់ស្ងៀមសំពើថៃបាទសាកសពពេញព្រៃតែម្ដងរបាយការណ៍នៃការបាត់បង់របស់សត្រូវយោងតាមប្រភពផ្ទៃក្នុងដ៏គួរឲ្យទុកចិត្តពីសមរភូមិបានបញ្ជាឲ្យដឹងថាគិតត្រឹមម៉ោងនេះពេលនេះថ្ងៃទី11ខែធ្នូ2025នេះទាហានថៃស្លាប់ប្រមាណហើយបាទទាហានចោលឈ្លានពាននោះដល់ទៅ500នាក់ឯណោះបានស្លាប់បាត់បង់អាយុជីវិតត្រូវបានកំចាត់នៅនឹងកន្លែងចូលមកងាប់បាទយើងនៅនឹងកន្លែងយើងចាំតែតទល់ចាំតែបាញ់ឲ្យតែសមោចឬសស្អីចូលមកនោះគឺបាញ់រះដាក់តែម្ដងបាក់តបនឹងរបួសនោះជាង1000នាក់ឯណោះផ្សេងទៀតកំពុងរងរបួសយ៉ាងដំណោមកំពុងតែសែងទៅមន្ទីរពេទ្យបតាហើយនេះគឺជាតួលេខបាទ500នាក់ដែលបានបាត់បង់អាយុជីវិតហើយ1000នាក់ឯណោះដែលរងរបួសដែលហ៊ានឈ្លានពានចូលទឹកដីកម្ពុជាបាទទទួលយកទៅកុំគិតថាកម្ពុជាស្ងាត់ស្ងៀមមិនហ៊ានតដៃភាពអំណត់របស់កម្ពុជាបាទចេញមកហើយសម្ដេចតេជោហ៊ុនសែនបានបញ្ជាការពីកន្លងទៅនោះបាទនៅក្នុងការកម្ចាត់ខ្មាំងសត្រូវទាំងឡាយដែលហ៊ានឈ្លានពានទឹកដីកម្ពុជាចឹងទេនេះគឺជាដំណឹងដ៏សប្បាយរីករាយដែលមានភាពកក់ក្ដៅយកទៅមែនតែនដែលកងទ័ពកម្ពុជាទទួលបានអំបុកស្រូវថ្មីបាទមានអំណាចខ្លាំងក្លាបានអំបុកស្រូវថ្មីហើយកំចាត់សត្រូវទាំងឡាយដែលចង់ឈ្លានពានយកទឹកដីកម្ពុជានេះគឺជាដំណឹងនេះគឺជាមេរៀនប្រវត្តិសាស្ត្រថ្មីមួយដែលកម្ពុជារបស់យើងចង់ប្រាប់ទៅកាន់ពិភពលោកថាទោះបីជាប្រទេសកម្ពុជាតូចទោះបីជាយើងស្រឡាញ់សន្តិភាពប៉ុន្តែយើងមិនមែនជាជាតិសាសន៍ដែលទន់ខ្សោយនោះទេបេះដូងខ្មែរនិងស្មារតីការពារជាតិរបស់យើងរឹងមាំដូចភ្នំដែករាល់ជំហានដែលអ្នកឈានចូលមកឈ្លានពានគឺជាជំហានទៅរកសេចក្តីស្លាប់របស់អ្នកអាចចូលមកបានតែអ្នកមិនអាចត្រឡប់ទៅវិញដោយងាយស្រួលនោះឡើយនេះគឺជាសារមួយជូនចំពោះអ្នកឈ្លានពានទាំងឡាយជាពិសេសគឺពួកសៀមបាទពួកថៃដែលចង់ឈ្លានពានទឹកដីកម្ពុជានោះហើយក្នុងនោះក៏សូមបួងសួងនិងដឹងគុណសូមបងប្អូនជនរួមជាតិចូលរួមសូត្រធម៌និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយព្រមទាំងដួងវិញ្ញាណក្ខន្ធពុព្វបរិសខ្មែរគ្រប់ចំនួនសូមតាមជួយថែរក្សាការពារកងទ័ពកម្ពុជាដ៏អង់អាចក្លាហាននៅជួរមុខឲ្យមានសុវត្ថិភាពមានកម្លាំងពលំនិងទទួលបានជ័យជំនះទាំងស្រុងដើម្បីការពារបរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាខ្មែរធ្វើបានខ្មែរការពារបានបាទខ្មែរតូចខ្មែរខ្សោយមែនក៏ប៉ុន្តែខ្មែររឹងមាំដំណឹងមួយផ្នែកទៀតនោះប្រិយមិត្តជាទីមេត្រីបាទ PHL 03ដែលថៃកំពុងតែភ័យខ្លាចថាតើកម្ពុជារបស់យើងនឹងប្រើអាវុធដ៏ខ្លាំងក្លាមួយនេះដែរឬទេនឹងជម្រាបនៅក្នុងវីដេអូមួយនេះពួកគេកំពុងតែភ័យខ្លាចខ្លាំងចំពោះសមត្ថភាពអាវុធយុទ្ធសាស្ត្ររបស់យើងថៃប្រើប្រាស់អាវុធធនធ្ងន់បាទយន្តហោះចម្បាំង F16 Gripen អាវុធដទៃផ្សេងទៀតគ្រាប់បាញ់ប្លង់ដាក់តំបន់ភូមិរបស់កម្ពុជាព្រៃច័ន្ទតំបន់ដទៃផ្សេងទៀតបាទប្រើប្រាស់អស់ហើយក៏ប៉ុន្តែយើងនៅតែប្រើប្រាស់អាវុធបាទ PHL 03នោះទេដែលមានចម្ងាយបាញ់អាចបាញ់បានឆ្ងាយជាង130គីឡូម៉ែត្រឯណោះគ្របដណ្ដប់មូលដ្ឋានទ័ពនិងទីប្រជុំជនសំខាន់របស់គេនៅជាប់ព្រំដែនយ៉ាងងាយអានឹងគឺពាក់ព័ន្ធទៅនឹងរឿងនេះក៏ប៉ុន្តែយើងកំពុងតែគិតគូរថាតើគួរឬមិនគួរសិនណាពាក់ព័ន្ធទៅនឹងកម្លាំងបំផ្លាញ PHL 03នេះថាតើមានកម្លាំងអានុភាពប៉ុណ្ណាប្រិយមិត្តមួយគ្រាប់អាចកំទេចតំបន់ដ៏ធំហើយ PHL 03មួយរថយន្តអាចបាញ់បាន12គ្រាប់ក្នុងពេលតែប្រមាណវិនាទីអានេះគឺជាអានុភាពរបស់វាបច្ចេកវិទ្យាវិញគេខ្លាចព្រោះវាអាចបំពាក់ប្រព័ន្ធនាំផ្លូវដែលមានភាពជាក់លាក់ច្បាស់លាស់
បាទភាពជាលក្ខខ្ពស់ឥឡូវនេះប្រទេសថៃចេញមកហើយបាទចេញនៅក្នុងការគម្រាមចំពោះប្រទេសកម្ពុជាវាគម្រាមយ៉ាងម៉េចប្រិយមិត្តបាទវាគម្រាមថាបើយើងហ៊ានតែបាញ់ PHL 03នេះមែនវានឹងធ្វើសង្គ្រាមវាយយកខេត្តបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌតែម្ដងតើនេះជាសង្គ្រាមចិត្តសាស្ត្រឬក៏វានិយាយមែនតែនប្រិយមិត្តមានដឹងទេជួយខមមិនផងបាទគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រដើម្បីបិទបាំងភាពភ័យខ្លាចប៉ុណ្ណោះអានេះគឺរឿងហ្នឹងពួកគេដឹងថាបើ PHL 03បាញ់មែនប្រព័ន្ធការពាររបស់គេនឹងទប់មិនជាប់ទេចឹងទេហេតុអីបានថៃចេញមកនិយាយអញ្ចឹងបាទគម្រាមវាយបាត់ដំបងសៀមរាបជាដើមអានោះគឺដោយសារតែថៃកំពុងតែស្លន់ស្លោកំពុងតែភ័យខ្លាច PHL 03របស់កម្ពុជារបស់យើងសូបិនទាំងថ្ងៃរបស់ពួកឆ្លៀនពៀនខ្លាច PHL 03ដល់ថ្នាក់ភ្លេចលេបថ្នាំមានន័យថាម៉េចគ្រាន់តែលើឈ្មោះ PHL 03របស់កម្ពុជាភ្លាមភាគីខាងនោះចាប់ផ្ដើមរៀកនោមលេចអាចដាក់ខោតែម្ដងបាទដល់ថ្នាក់ចេញប្រកាសអាសន្ន11ខេត្តហើយថែមទាំងស្រែកគម្រាមថានឹងកាត់យកខេត្តបាត់ដំបងសៀមរាបរបស់យើងទៀតអានេះគឺជាការគម្រាមរបស់ថៃបាទគេចង់វាយយកខេត្តបាត់ដំបងសៀមរាបបើសិនជាយើងប្រើប្រាស់ PHL នេះសូមផ្ញើសារទៅវិញថាទី1ឈប់ស្រមើសម័យទៅថៃសម័យនេះមិនមែនជាសម័យសង្គ្រាមលោកទី2ដែលពួកអ្នកឯងអាចមកគូសវាសផែនទីលើទឹកដីខ្មែរតាមតែចិត្តបាននោះទេអាហ្នឹងគឺឈប់សម័យទៅទី2មូលហេតុដែលភ័យរឿងអីគឺដោយសារតែពួកឯងដឹងច្បាស់ថាកម្មជ្រួច PHL 03របស់យើងមានសមត្ថភាពខ្លាំងក្លាបាញ់កំទេចទីតាំងយុទ្ធសាស្ត្ររបស់ពួកឯងក្នុងចម្ងាយជាង130គីឡូម៉ែត្រដោយមិនអាចស្ទាក់ចាប់បានអានេះគឺអានុភាពរបស់វាបាទ PHL 03បើហ៊ានតែរំកិលចូលមកមួយជំហានទៀតកុំបន្ទោសថាខ្មែរមិនប្រាប់រងចាំតែបញ្ជាប៉ុណ្ណោះនេះគឺជាបន្ទាត់ក្រហមមួយដែលកន្លងទៅរដ្ឋាភិបាលកម្ពុជាដាក់បាទបន្ទាត់ក្រហម Red Line ពាក់ព័ន្ធទៅនឹងរឿងហ្នឹងក៏ប៉ុន្តែបើសិនជាប្រយ័ត្នឲ្យមែនតែនណាបើសិនជាថៃវាបាទចាប់អារឿងកោដអីផ្សេងឬក៏បាញ់កំទេចអីផ្សេងយើងត្រូវតែប្រុងប្រយ័ត្នបាទរដ្ឋាភិបាលកងទ័ពកម្ពុជារបស់យើងត្រូវរក្សាការពារឲ្យបានអាវុធសម្ងាត់ទាំងឡាយធំរបស់កម្ពុជាកុំឲ្យវាកំទេចបានយន្តហោះចម្បាំង F16 Gripen របស់វាបាទឆ្វែលតាមតំបន់ព្រំដែនកម្ពុជាណោះអញ្ចឹងទេរឿងនេះសំខាន់វាជា security សន្តិសុខរបស់កម្ពុជាអញ្ចឹងទេពុកម៉ែបងប្អូនប្រជាប្រដ្ឋកម្ពុជាហាមដាច់ខាតថតបង្ហោះរូបភាពទាំងឡាយទីតាំងយោធាកម្ពុជាស្អីក៏ដោយឲ្យតែពាក់ព័ន្ធរឿងតបអាវុធរបស់កម្ពុជាកុំថតបង្ហោះបាទកុំថតបង្ហោះឲ្យសោះវាពាក់ព័ន្ធទៅនឹង security ណាហើយរឿងមួយទៀតពាក់ព័ន្ធទៅនឹងចារកម្មបាទចារកម្មបើសិនជាឃើញនរណាម្នាក់ឬក៏នរណាក៏ដោយដែលមើលទៅហាក់បីដូចជាបាទជាចារកម្មរបស់គេនេះគួរតែគិតខ្លួនឯងទៅថាត្រូវធ្វើម៉េចបាទរាយការណ៍ឬក៏ធ្វើយ៉ាងម៉េចដើម្បីការពារសុខសុវត្ថិភាពទាហានកម្ពុជាទ័ពកម្ពុជាបាទអាវុធរបស់កម្ពុជានេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងរឿងហ្នឹងដែលពួកថៃភ័យខ្លាចរៀកនោមលេចអាចរឿង PHL 03នេះវាផ្សាយរហូតខ្លាចយើងបាញ់អាហ្នឹងណាហើយគម្រាមនៅក្នុងការបាទយកបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌដែលធ្លាប់ត្រូវបានវាគ្រប់គ្រងការពីអតីតកាលមកវិញថាតើវាយ៉ាងម៉េចយ៉ាងម៉ាយើងនឹងតាមដានប៉ុន្តែអាថៃនេះទុកចិត្តមិនបាននោះទេបាទទុកចិត្តមិនបាននោះទេវានៅតែចង់បានតតែហ្នឹងវារំកិលចង់បានដីនៅតាមព្រំដែនហើយគំនិតរបស់វា mindset របស់វាគឺចង់បានបាទតំបន់ខេត្តទាំងអស់នោះបាត់ដំបងសៀមរាបអីហ្នឹងគឺបាទនៅដកជាប់នៅក្នុងខួរក្បាលរបស់ថៃចឹងទេពួកនេះទុកចិត្តមិនបាននោះទេប្រុងប្រយ័ត្នឲ្យមែនតែនកងទ័ពក៏ប៉ុន្តែតសើកងទ័ពរបស់កម្ពុជារបស់យើងបាទការពារទប់ជាប់ចំពោះការឈ្លានពានសត្រូវហើយសម្រាប់ទាហានថៃបាទផ្សាយនោះសារព័ត៌មានថៃខៅសតផ្សាយពាក់ព័ន្ធទៅនឹងរឿងនឹងហើយ500នាក់ដែលបានបាត់បង់អាយុជីវិតបាទទល់នឹងថ្ងៃនេះ1000នាក់ហើយរងរបួសមិនដឹងជាទៅណាទៅណីទេចូលមកស្លាប់តែប៉ុណ្ណឹងកម្ពុជាការពារខ្លួនទេគេថា self defense អានឹងជាសិទ្ធិការពារខ្លួនដាក់ទៅបងប្អូនដាក់មកអស់ដៃទៅយើងអត់បានរុលចូលទៅក្នុងទឹកដីរបស់ថៃទេអានេះរឿងហ្នឹងណាបើសិនជាមានខ្មោចកម្ពុជាងាប់នៅក្នុងទឹកដីរបស់ថៃអាមេរិកគួរតែស៊ើបអង្កេតពាក់ព័ន្ធនឹងហ្នឹងបើសិនជាចង់ដាក់ទណ្ឌកម្មកម្ពុជាឬក៏ប្រទេសថៃយ៉ាងណាគួរតែស៊ើបអង្កេតថាតើអ្នកណាឈ្លានពានអ្នកណាមុនបាញ់ប្រហារគេមុនបណ្ដាសារព័ត៌មានជុំវិញពិភពលោកទាំងអស់ផ្សព្វផ្សាយ CNN ក៏ផ្សាយ BBC ក៏ផ្សាយ Al Jazeera Reuters Thailand បាទ Launch Air Strike at Cambodia មានថា